ពិតជាឈឺចាប់ណាស់ពេលឃើញទស្សនភាពទាហានថៃទម្លាក់គ្រាប់បែកនៅប្រាសាទព្រះវិហារដែលជាប្រាសាទបេតិកភណ្ឌពិភពលោកពុកម៉ែបងប្អូនទាំងគ្នាបើយោងតាមការបង្ហោះសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដឹងថានាព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025វេលាម៉ោង 5:00 នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបានបាញ់ទៅលើប្រាសាទតាមាន់ធំនិងទីតាំងផ្សេងទៀតនៅតាមបណ្ដោយព្រំដែនដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនរហូតមកដល់ម៉ោង 7:00 នាទីព្រឹកថ្ងៃដដែលការវាយប្រហារដោយយោធាថៃនៅតែបន្តដល់ជុំវិញទីតាំងផ្ទាល់ប្រាសាទព្រះវិហារដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្សនិងជួសជុលកូបរៈទី5ប្រាសាទព្រះវិហារក្រោមកិច្ចសហការកម្ពុជាឥណ្ឌាដែលស្ថិតនៅបរិវេណកូបរៈទី5និងហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀតចាប់តាំងអំពីប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ភាគីថៃបានបង្កើតលេសនិងបង្កចំនួនប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារនៅចន្លោះឆ្នាំ2008និងឆ្នាំ2011ព្រមទាំងបង្កចំនួនសារជាថ្មីនៅថ្ងៃទី24-28ខែកក្កដាឆ្នាំ2025ការបង្ហោះគឺជាការវាយប្រហារនេះបានធ្វើឡើងបន្ទាប់អំពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់និងជាច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃម្សិលមិញនៅចំណុចប្រលានថ្មនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារដែលស្ថិតនៅក្នុងឃុំស្រអែមស្រុកជាំខ្សាន្តខេត្តព្រះវិហារនៅក្នុងចេតនាញុះញង់ឲ្យមានការប៉ះទង្គិចគ្នាជាមួយនឹងបំណងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្កោលទោសចំពោះការបង្កហេតុសារជាថ្មីម្ដងទៀតនៅតំបន់ប្រាសាទព្រះវិហារដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារនិងការជំលះមន្ត្រីដូចជាបុគ្គលិកឆ្មាំពលកររបស់អាជ្ញាធរជាតិព្រះវិហារព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីកន្លែងសុវត្ថិភាពក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្ដីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក្រោមការសម្របសម្រួលនិងធ្វើសាក្សីដោយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោក Alvia Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26តុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមអំពាវនាវដល់ភាគីថៃឲ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពស្ថិរភាពនៅក្នុងតំបន់ដោយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់ដោយឆន្ទៈពិតប្រាកដក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឲ្យសមាគមអន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជានិងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដោយបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅលើអនុសញ្ញាឆ្នាំ1972ស្តីអំពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោកនិងអនុសញ្ញាលេខាឆ្នាំ1954ស្តីអំពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងពេលមានចំនួនប្រដាប់អាវុធដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុតហើយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រៅនេះបើជាសូមបញ្ចប់របស់នេះតែត្រឹមនេះសិនសូមបងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe បើទោះបានអត្ថបទផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា